គេថាពេលវេលាដែលកូនឲ្យយើងមិនត្រឹមតែ10ឆ្នាំទេបងប្អូនស្ដាប់ឲ្យច្បាស់ណាមិនមែនពេលវេលាដែលយើងឲ្យកូនទេណាគឺពេលវេលាដែលកូនឲ្យយើងគឺមានត្រឹមតែ10ឆ្នាំទេបន្ទាប់ពី10ឆ្នាំទៅគឺគេមានមិត្តភ័ក្តិគេចូលចិត្តមានពេលវេលាផ្ទាល់ខ្លួនគេហើយពេលដែល18 20អីចឹងទៅគេមានសង្សារគេឃុំខ្លួនគេតែក្នុងបន្ទប់គេមានមិត្តភ័ក្តិគេដើរលេងទៅជាមួយមិត្តភ័ក្តិគេពេលវេលាដែលកូនឲ្យយើងគឺកាន់តែខោចទៅតែម្ដងបើយើងអត់ចេះក្តាប់ឱកាសពេលវេលាដែលយើងនៅក្បែរគាត់តែងតែហៅរយើងរាល់ពេលហ្នឹងណាចូលម៉ាក់ប៉ាកុំខឹងកូនកុំធុញកូននៅពេលដែលកូនហៅរព្រោះអាយុកូនតិចគឺពេលដែលគាត់ឲ្យឱកាសយើងហើយគឺពេលដែលគាត់គិតថាមានតែយើងទេសំខាន់ជាងគេក្នុងជីវិតគាត់អញ្ចឹងពេលនោះហើយដែលយើងមានឱកាសបានស្និទ្ធស្នាលបានបញ្ចេញអារម្មណ៍ដែលយើងស្រឡាញ់គាត់ពេញលេញតែម្ដងបងប្អូននេះគឺខ្ញុំឮគេនិយាយដែរទេពេលដែលខ្ញុំឮគេនិយាយហើយគឺខ្ញុំភ្ញាក់ខ្លួនតែម្ដងបងប្អូនរាល់ដងគឺខ្ញុំគិតតែពីការងារទេអត់សូវខ្វល់ពីគាត់ទេពេលឮគេនិយាយហើយបងប្អូនអើយចង់ទឹកភ្នែកតែម្ដងគេនិយាយពិតជាត្រឹមត្រូវមែនតើពេលវេលាដែលពួកគាត់នៅតូចនឹងហើយដែលពេលវេលាដែលគាត់ឲ្យយើងក្នុងគាត់នៅក្បែរខ្លួនគាត់ផ្ដល់ភាពកក់ក្ដៅឲ្យគាត់តែតិចទៀតបងប្អូនគេគ្មានពេលវេលាឲ្យយើងទៀតទេហើយថ្ងៃនេះដែរគឺកូនខ្ញុំនឹងគឺចង់ញ៉ាំបាយស្រូបស្នាដៃម៉ាក់ជាខ្លាំងឥឡូវហ្នឹងជាពេលដែលគេចូលចិត្តស្នាដៃយើងហើយបងប្អូនអញ្ចឹងចាប់ឱកាសនេះឲ្យបានអូនតងអត់ទាន់ដល់វ័យដែលទាញ៉ាំអីក្រៅទេបងលៀបវិញណាគឺដល់វ័យហើយចូលចិត្តទាទៅញ៉ាំនេះញ៉ាំនោះបងតងនៅចូលចិត្តស្នាដៃម៉ាក់ទេឃើញទេបងប្អូនអូនលៀបគឺចាប់ដើមមានមិត្តភ័ក្តិគឺចាប់ដើមចូលចិត្តនិយាយជាមួយមិត្តភ័ក្តិលេងជាមួយមិត្តភ័ក្តិអញ្ចឹងបទពិសោធន៍នេះគឺខ្ញុំធ្លាប់ជួប2 ដងហើយបងប្អូនទី1គឺចិត្តខ្ញុំខ្លួនឯងតែម្ដងគឺខ្ញុំធ្លាប់គិតបែបនេះពេលដែលនៅពីក្មេងចូលចិត្តញ៉ាំរបស់ដែលម៉ាក់ញ៉ាំចូលចិត្តទៅណាជាមួយម៉ាក់សុំម៉ាក់ទៅល្ងើដដែលតែពេលដែលធំហើយម៉ាក់ហៅទៅណាក៏អត់ចង់ទៅដែរគឺអត់ចង់ទៅ